នេះជាដំណើរកម្សាន្តនៅក្នុងកញ្ចប់សេវាកម្មទេសចរ Happy Resort សៀមរាបដែលបានទៅទស្សនាសហគមន៍ធម្មជាតិកំពង់ភ្លុកឃុំកំពង់ភ្លុកជាភូមិឋានធម្មជាតិដែលមានទេសភាពស្រស់ស្អាតអណ្ដែតខ្លួននៅលើផ្ទៃទឹកនៃបឹងទន្លេសាបនៅរដូវវស្សាផ្លូវសម្រាប់ធ្វើដំណើរទៅត្រូវបានលិចដូច្នេះអ្នកភូមិនិងភ្ញៀវទេសចរត្រូវជិះទូកដើម្បីធ្វើដំណើរទៅដល់ភូមិធ្វើដំណើរពីកំពង់ផែប្រហែលប៉ុន្មាននាទីយើងក៏មកដល់ភូមិដែលជាទីប្រជុំជននៅទីនោះមានប្រជាជនរស់នៅច្រើនកកកមន្ទីរពេទ្យមានសាលារៀនអាហារដ្ឋាននិងកន្លែងផ្សេងៗទៀតដូចភូមិឃុំដទៃទៀតនៅលើគោកដែរនឹងទៅវស្សាទៅប្រាំងទៅទឹង35គីឡូដោយ100ពីលក្ខណៈពិសេសចម្បងគឺផ្ទះរបស់ប្រជាជនដែលត្រូវបានសាងសង់លើសសរខ្ពស់ចាប់ពី6ទៅ9ម៉ែត្រដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលកម្ពស់ទឹកបឹងទន្លេសាបរវាងរដូវប្រាំងនិងរដូវវស្សាតែនៅក្នុងរដូវវស្សាទឹកឡើងខ្ពស់ស្ទើរតែលិចដល់ជាន់ក្រោមនៃផ្ទះធ្វើឲ្យមើលទៅហាក់ដូចជាផ្ទះភូមិអណ្ដែតទឹកសម្រាប់ជីវភាពនិងសេដ្ឋកិច្ចគឺប្រជាជនភាគច្រើនពឹងផ្អែកទៅលើការនេសាទត្រីជាពិសេសនៅក្នុងរដូវវស្សាវិស័យទេសចរគឺជាផ្នែកមួយដែលកំពុងរីកចម្រើនយ៉ាងសំខាន់ព្រោះភ្ញៀវទេសចរចូលចិត្តទៅទស្សនាភូមិប្លែកនិងជិះទូកកាត់ព្រៃលិចទឹកដ៏ស្រស់ស្អាតឃុំកំពង់ភ្លុកមិនត្រឹមតែជាកន្លែងរស់នៅប៉ុណ្ណោះទេថែមទាំងជាកន្លែងដែលបង្ហាញពីការសម្របខ្លួនដ៏អស្ចារ្យរបស់មនុស្សទៅនឹងធម្មជាតិនិងជាផ្នែកមួយនៃប្រព័ន្ធអេកូស៊ីបឹងទន្លេសាបដែលស្ថិតនៅក្រោមការការពាររបស់ UNESCO ទៀតផងតំបន់ទេសចរកំពង់ភ្លុកត្រូវបានគេចាត់ទុកជាជម្រើសដ៏ល្អសម្រាប់ការទស្សនាភូមិបឹងទន្លេសាបដែលមានភាពស្ងប់ស្ងាត់និងបង្ហាញពីជីវិតប្រជាជនខ្មែរជាងតំបន់នីមួយៗទៀតដូច្នេះសូមបន្តទស្សនានៅវីដេអូបន្ទាប់ទៀត